បាទជំរាបសួរបងប្អូនបាទបែកគ្នាយូរហើយថ្ងៃនេះខ្ញុំធ្វើវីដេអូពីស្ថានភាពរបស់ក្រាស់ស្ថានីយ៍ឥន្ធនៈ PTT នៅទីក្រុងភ្នំពេញតើយ៉ាងម៉េចហើយគឺឥឡូវនេះឃើញមានស្ថានីយ៍ខ្លះគាត់បានដោះផ្លាកចេញហើយបាទហើយក៏ស្ថានីយ៍ខ្លះក៏នៅគ្រាន់តែបិទកណាត់បាទបិទកណាត់ផ្លាកយីហោណាហើយស្ថានីយ៍ខ្លះទៀតក៏បានបកផ្លាកហើយប្រែคล้ายទៅជាស្ថានីយ៍ភីសទៅវិញភីសបាទស្ថានីយ៍ភីសបាទគឺល្អបាទភីសស្មើនឹងភាសាខ្មែរសន្តិភាពបាទគឺល្អបាទស្ថានីយ៍ភីសប៉ុន្តែខ្លះទៀតគឺនៅតែបន្តប្រើផ្លាកយីហោ PTT ដដែលបាទប៉ុន្តែគាត់ថាឃើញមិនសូវមានអ្នកចូលចាក់ទេបាទនៅក្នុងភ្នំពេញគឺហាក់ដូចជាស្ងាត់ធម្មតាដូចជាមិនសូវមានវាតិចបំផុតដែលអ្នកចូលចាក់បាទនៅក្នុងភ្នំពេញបាទរយៈពេលនេះគឺមិនទាន់មានទេបាទពួកស្ថានីយ៍ខ្លះគាត់បានកែប្រែហើយបាទទៅជាស្ថានីយ៍ប្រេងឥន្ធនៈភីសបាទចឹងហើយប៉ុន្តែគាត់ថាខ្លះទៀតក៏គាត់រៀបចំបដាប៉ុន្តែសង្ឃឹមថាថ្ងៃខាងមុខពួកគាត់នឹងផ្លាស់ប្ដូរដែរទាំងអស់គ្នាបាទគឺនេះបើស្ថានីយ៍នេះគឺគាត់នៅប្រើស្ថានីយ៍ភីសបាទនេះគឺប៉ុន្តែគាត់ថាទោះបីគេដាក់ដូរឬក៏បិទ logo ក៏ដោយប៉ុន្តែស្ថានភាពប្រជាជនយើងនៅតែគាត់មិនបានទៅចាក់ដដែលបាទដោយសារអីដោយសារតែពួកគាត់នៅតែមានការជិះចាប់បាទនេះគឺស្ថានីយ៍ភីសបាទស្ថានីយ៍ភីសបដូរទៅជាភីសហើយបាទគឺល្អបាទសន្តិភាពឈ្មោះគឺព្រោះបាទចឹងសង្ឃឹមថាថ្ងៃខាងមុខស្ថានីយ៍ PTT ពួកគាត់នឹងផ្លាស់ប្ដូរទៅជាភីសទាំងស្រុងបាទនឹងគឺល្អចឹងធ្វើឲ្យសេដ្ឋកិច្ចរបស់ម្ចាស់ក្រាស់ហ្នឹងគឺគាត់អាចបន្តដំណើរទៅមុខទៀតបាទបើមិនចឹងទេពួកគាត់មិនកែប្រែទេសេដ្ឋកិច្ចរបស់គាត់ប្រហែលជាចុះបន្តិចម្ដងហើយដោយសារតែប្រជាជនយើងមានធ្វើពហិការមិនប្រើសាំងរបស់សៀមអញ្ចឹងណាអញ្ចឹងបានធ្វើឲ្យស្ថានីយ៍ខ្លះគាត់មិនសូវមានអ្នកចូលចាក់ទេបាទគឺតិចបំផុតអ្នកចូលចាក់បាទអានេះមានមួយអញ្ចឹងទៅបាទមានអ្នកចាក់គឺល្អបាទប្រជាជនយើងស្រុកគ្នាល្អហើយសង្ឃឹមថាប្រជាជនយើងធ្វើពហិការរហូតហើយនឹងជួយគ្រប់គ្រងផលិតផលរបស់ខ្មែរវិញបាទរបស់យើងវិញដើម្បីឲ្យសេដ្ឋកិច្ចយើងកាន់តែរីកចម្រើនព្រោះថាបើសិនជាយើងរួបរวมគ្នាសាមគ្គីគ្នាគឺធ្វើឲ្យយើងឈ្នះបាទឈ្នះគ្រប់ឧបសគ្គទាំងឡាយបើសិនជាយើងរួបរวมធ្វើទាំងអស់គ្នាបាទសូមអរគុណច្រើនដែលបានទស្សនាខ្ញុំនឹងមានវីដេអូថ្មីបាទ